បន្តឥឡូវនេះយើងមិននិយាយតទៀតការវិវាទអូមុនខ្ញុំបានសួរទៅកាន់អ្នកនរគ្នាថាត្រឹមរយៈពេល7ឆ្នាំនៃស្វីការរស់នៅម្នាក់ឯងតើស្វីការគឺអាចជួយរួមគ្រោះពួកគេទាំងអស់គ្នាបានអត់កុំឲ្យរងចាំយូរតឥឡូវយើងមកមើលជាមួយនឹងវគ្គទាំងអស់គ្នាថាស្វីការគឺអាចជួយសង្គ្រោះពីណាគេមុនគេហើយជួយសង្គ្រោះបានដោយវិធីណាតោះ let's go ត្រឹមពីក្មេងស្រីម្នាក់រស់នៅម្នាក់ឯងរយៈពេល7ឆ្នាំដែលមានបំណងនោះគឺចង់ជួយសង្គ្រោះទៅកាន់សែនគូរួមរឿងគ្រួសាររបស់នាងអ៊ីច្រឡំមែនទេគឺក្រុមការងារអ៊ីច្រឡំគឺមិត្តភក្តិរបស់នាងដែលជាសែនគូរួមទាំងអីច្រើនទៀតណាក៏ប៉ុន្តែរយៈពេល7ឆ្នាំដែលនាងខំតស៊ូមកវាក៏បានផលហើយនាងក៏អាចជួយសង្គ្រោះសែនគូបានយើងឃើញថានាងពិតជា happy ខ្លាំងមែនទែនដែលបានឃើញសែនគូបន្ទាប់មកនាងក៏រត់ទៅអបសែនគូនឹងឯងខានជួបគ្នា7ឆ្នាំហើយបន្ទាប់ពីជួយសែនគូហើយនាងជាមួយនឹងសែនគូក៏បានរួមដៃគ្នាយកទៅធ្វើការងារបង្កើតជាមួយទឹកថ្នាំនឹងឲ្យបានច្រើនដើម្បីជួយគ្នារបស់គាត់យើងឃើញថាពួកគេទាំងអស់គ្នាក៏បានបែកចេញពីដុំថ្មម្នាក់ម្ដងវិញហើយយើងឃើញថាពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនអ្នកខ្លះក៏មានអាវខ្លះក៏អត់អាវទៅមិនដឹងពីណាគេខ្លះហើយស្គាល់ឈ្មោះឃើញថាបែកចេញពីដុំថ្មម្នាក់ម្ដងហើយ happy ខ្លាំងមែនទែនរយៈពេល7ឆ្នាំដែលនាងខំតស៊ូម្នាក់ឯងគឺបានផលហើយនាងក៏អាចជួយសង្គ្រោះគ្នារបស់នាងគឺបានវិញទាំងអស់លើកឡើងនេះគេមិនមែនដាក់ភ្លេង sad ណាគេដាក់ឡើងភ្លេង happy ដោយសារតែកន្លែងនេះក៏បានជួយគ្នារបស់នាងមកវិញយើងឃើញថាពួកគេទាំងអស់គ្នាគឺ happy ខ្លាំងមែនតើអ្នកនេះសាកសម័យមកបើសិនជាអ្នកនេះជាស្វីការតែអ្នកនេះគួរធ្វើយ៉ាងណាម្នាក់ឯងហើយរយៈពេល7ឆ្នាំទៀតពីច្រឡំមិនរយៈពេល7ឆ្នាំទេគឺ7ឆ្នាំដែលនាងគឺខំរកវិធីសាស្ត្រដើម្បីជួយទៅកាន់សែនគូហើយពួកគេទាំងអស់គ្នាក៏នាំគ្នាបង្កើតជាមួយនឹងកម្មវិធី party ផឹកស៊ីសប្បាយខ្លាំងមែនតើដឹងពីណាគេខ្លះដែលច្រើនដល់កគ្នាសែនគូទៅ YouTube ច្រើនទៅហ្នឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយឥឡូវនេះយើងមកដល់កន្លែង happy អា part មុនគឺ part sad ឥឡូវនេះយើងដល់កន្លែង part happy វិញម្ដងហើយតើបន្ទាប់ពីសែនគូបានចេញពីដុំថ្មមកវិញហើយតើសែនគូនឹងធ្វើអ្វីបន្តឬក៏សែនគូទៅសងសឹកជាមួយនឹងអ្នកធ្វើឲ្យគាត់ខ្លាចជាដុំថ្មតែប៉ុន្តែទៅនឹងគឺគ្នារបស់សែនគូនឹងធ្វើឲ្យសែនគូខ្លាចជាដុំថ្ម